អត្ថបទទី14ជំនះនឹងខ្លួនឯងដំណើរជីវិតប្រៀបបីដូចជាការរត់ប្រណាំងឬការប្រយុទ្ធនៅក្នុងសមរភូមិជាច្រើនគឺប្រយុទ្ធជាមួយនឹងទុក្ខលំបាកប្រយុទ្ធតតាំងនឹងភាពកំសោយរបស់ខ្លួនតយុទ្ធនឹងលេះដោះសារឬភាពខ្ជិលច្រអូសប្រយុទ្ធនឹងផ្នត់គំនិតអវិជ្ជមានច្បាំងតយុទ្ធនឹងជំងឺកាយនិងចិត្តនិងទម្លាប់មិនល្អទាំងឡាយដែលមាននៅក្នុងជីវិតពាក្យថារត់ប្រណាំងឬប្រយុទ្ធច្បាស់ណាស់ថាវានឹងមិនងាយស្រួលនោះទេវាប្រកាសជាធ្វើឲ្យយើងមានភាពហត់នឿយនិងការឈឺចាប់ខ្លះៗជាក់ជាពុំខានប៉ុន្តែមានការមួយដែលខ្ញុំចង់ជម្រាបក៏ដូចជាលើកទឹកចិត្តដល់មិត្តអ្នកអាននោះគឺថាប្រសិនណាជាយើងអាចយកឈ្នះនៅរាល់ការប្រយុទ្ធទាំងនេះបានពិតណាស់ថាវាប្រកាសជាអាចផ្ដល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ជីវិតហើយយើងក៏នឹងមិនក្លាយជាទេសករនៃសមរភូមិអារម្មណ៍ឬគំនិតអវិជ្ជមាននិងទម្លាប់មិនល្អព្រមទាំងស្ថានភាពលំបាកទាំងឡាយទៀតឡើយម្យ៉ាងវិញទៀតយើងក៏កាន់តែមានសមត្ថភាពក្នុងការយកឈ្នះនៅសមរភូមិដែលយើងនឹងជួបនៅពេលខាងមុខហើយវាក៏អាចជួយពង្រឹងគ្រឹះនៃជីវិតឲ្យកាន់តែរឹងមាំនិងមិនងាយរង្គោះរង្គើនោះឡើយសំណួរសួរថាតើធ្វើដូចម្តេចដើម្បីអាចយកឈ្នះនៅសមរភូមិនៃអារម្មណ៍ឬគំនិតអវិជ្ជមាននិងស្ថានភាពលំបាកនៅក្នុងជីវិតរបស់ខ្លួនបានជាការពិតណាស់វិទ្យាបាយឬដំណោះស្រាយអាចមានលក្ខណៈខុសៗពីគ្នាវាអាស្រ័យលើបញ្ហារបស់បុគ្គលម្នាក់ៗក៏ប៉ុន្តែរឿងដែលខ្ញុំចង់ឲ្យអ្នករាល់គ្នាធ្វើនោះគឺត្រូវស្វែងរកឲ្យឃើញនៅឫសគល់ឬដើមហេតុនៃបញ្ហានោះជាមុនសិនរួចសឹមធ្វើការដោះស្រាយដោយភាពប្រកបប្រជានិងធ្វើវាឲ្យបានកាន់តែឆាប់រហ័សតាមតែអាចធ្វើទៅបាននេះមានន័យថាមិនត្រូវអូសបន្លាយពេលវេលាឬទុកឲ្យខ្លួនឯងរស់នៅក្នុងស្ថានភាពមិនល្អនិងមិនត្រឹមត្រូវទាំងនោះយូរពេកទេព្រោះវាអាចបង្កគ្រោះថ្នាក់កាន់តែធំដល់ជីវិតបើអ្នកកាន់តែឆាប់ដោះស្រាយនិងកែប្រែនោះអ្នកក៏កាន់តែឆាប់រួចពីចំណងនៃបញ្ហានិងស្ថានភាពលំបាកនៃជីវិតដូចគ្នាដែរច្បាស់ណាស់ថាដំណោះស្រាយគឺផ្ដើមចេញពីខ្លួនអ្នកផ្ទាល់គឺជារូបអ្នកនឹងហើយដែលត្រូវតែប្រយុទ្ធដោយការសម្រេចចិត្តក្រោកឈរជាថ្មីគឺជារូបអ្នកនឹងហើយដែលត្រូវតែប្រយុទ្ធតាមរយៈការផ្លាស់ប្ដូរទម្លាប់មិនល្អបន្តិចម្ដងហើយជំនួសមកវិញនៅការចាប់ផ្ដើមធ្វើរឿងល្អតូចៗឲ្យបានជាប់លាប់ជាប្រចាំគឺជារូបអ្នកនឹងហើយដែលត្រូវតែប្រយុទ្ធដោយការចូលទៅកាន់អ្នកជំនាញចំពោះបញ្ហាដែលអ្នកកំពុងតែប្រឈមគឺជារូបអ្នកនឹងហើយដែលត្រូវតែប្រយុទ្ធដោយការខិតខំស្វែងរកដំណោះស្រាយតាមរយៈមជ្ឈដ្ឋានជំវិញខ្លួនគឺជារូបអ្នកនឹងហើយដែលត្រូវតែប្រយុទ្ធដោយការមើលពីគំរូភាពរបស់មនុស្សល្អៗដែលអ្នកអាចរៀនសូត្រពីពួកគេបានគឺជារូបអ្នកនឹងហើយដែលត្រូវតែប្រយុទ្ធដោយការស្វែងរកនូវចំណេះដឹងដាក់ខ្លួននិងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឲ្យក្លាយជាមនុស្សម្នាក់ដែលមានសក្តានុពលដើម្បីជួយដល់អ្នកផ្សេងទៀតដែលកំពុងតែជាប់គាំងនៅក្នុងសមរភូមិដោយដែលរូបអ្នកធ្លាប់បានឆ្លងកាត់កន្លងមកពិតណាស់ការប្រយុទ្ធនឹងភាពមិនគប្បីប្រសើរនៅក្នុងជីវិតទាំងផ្នែកអារម្មណ៍ទាំងគំនិតខុសឆ្គងទម្លាប់មិនល្អភាពភ័យខ្លាចនិងស្ថានភាពលំបាកវាជារឿងដ៏សំខាន់ព្រោះវាអាចជួយឲ្យជីវិតកាន់តែមានភាពរីកចម្រើនរឹងមាំចាស់ទុំនិងមិនងាយបាក់បែកលើសពីនេះទៅទៀតយើងក៏កាន់តែមានសមត្ថភាពក្នុងការដោះស្រាយនិងអាចយកឈ្នះនៅគ្រប់លក្ខខណ្ឌនៃជីវិតដែលនឹងប្រឈមនៅថ្ងៃខាងមុខទៀតផងការយកឈ្នះខ្លួនឯងបានគឺជាជ័យជំនះមួយដ៏អស្ចារ្យនិងមហិមានៅក្នុងព្រះគម្ពីរបៀបបានចែងថាអ្នកណាយឺតនឹងខឹងអ្នកនោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំងហើយអ្នកណាដែលឈ្នះចិត្តខ្លួនឯងក៏វិសេសជាងអ្នកដែលឈ្នះបានទីក្រុងទៅទៀតការយកឈ្នះបានទៅលើចិត្តគំនិតអវិជ្ជមានរបស់ខ្លួនវាពិតជាវិសេសនិងអស្ចារ្យណាស់ជាចុងក្រោយអ្នកត្រូវចាំថាបុគ្គលដែលអ្នកត្រូវតែប្រយុទ្ធយកឈ្នះមុនគេនោះគឺជារូបអ្នកនឹងហើយ